Chuyện lại là nhằm tiền niệm bạch vào ធ្លាប់តែឃើញកូនអ៊ីសាបេឡាពាក់កៅអៅប្រុសថ្ងៃនេះកូនអ៊ីសាបេឡាតែងខ្លួនស្រីវិញម្ដងទាំងដែលការពិតអ៊ំពូមីងគ្រប់គ្នាខ្លះច្រឡំស្មានតែកូនអ៊ីសាបេឡាកូនប្រុសតាមពិតទៅកូនអ៊ីសាបេឡាគឺជាកូនស្រីហើយនេះជានំខួបលើកទី6 6ខែមួយខែធ្វើខួបម្ដងអាំងតប៉ាអ្នកលក់នំខេកហើយនេះជានំខេកគ្រីមតែពីមុនបើយើងចង់បានប្រភេទនៀកចេះតតែយើងធ្វើជាប្រភេទស្ករព្រោះប្រភេទស្ករវាអាចចាប់ចេញជាទម្រង់គ្រប់យ៉ាងតែឥឡូវអត់ចាំបាច់ធ្វើពីស្ករទេចង់បានប្រភេទនៀកបែបនេះគឺយើងច្នៃពីគ្រីមបានដូចគ្នាឆ្ងាញ់ហើយស្អាតទៀតសំខាន់យើងចំណាយលុយតិចទៀតបើប្រៀបធៀបជាមួយនឹងនំស្ករគឺខុសគ្នាឆ្ងាយហ្មងឯកមកមើលម្ចាស់ខួបវិញរៀងអសប្បាយតិចណាដោយសារឥឡូវ6ខែហើយគឺឃើញអីចង់ញ៉ាំហ្នឹងជាពិសេសឃើញនំខេកនេះគឺចង់ទៅចាប់ទេនេះទឹកមុខពេលដែលអត់បានដូចបំណងឃ្លានបៅក៏ឃ្លានបៅឃ្លាននំខេកក៏ឃ្លាននំខេកអត់បានទាំងពីរចឹងហើយក៏យំទៅពេលបានបៅបានអីហើយបានអសប្បាយតទៀតតែនំខេកហ្នឹងគឺអត់រួចខ្លួនទេអូដៃហើយនំភ្នែកហ្នឹងស្រឡឹងទៅរកនំខេកចឹងមកមើលតែមាត់ទៅដឹងហើយឃ្លាននំខេកកឡើងជក់ដៃណែកហ្នឹងចាំឲ្យតែយើងប្រហែសខ្លួនអាំងលូកដៃខ្វៀកនំទេហើយថ្ងៃហ្នឹងបានរោបនិយាយពីថាលោតហក់ចឹងមកបានស្លៀករោបហ្នឹងដោយសារអនផលពេលឲ្យណាសិនជាឲ្យខ្ញុំស្លៀកឲ្យដឹងតែស្លៀកឈុតប្រុសទៀតហើយថ្ងៃហ្នឹងហើយនេះគ្រាន់តែប្រហែសមួយផ្លែខ្ទេចនៀកមួយ ញ៉ាំទៀត ហើយហាត់បានទេនិយាយពីថាដៃលឿនណាស់អាចាប់ឲ្យជុំឯងងុំដាក់ចូលមាត់ទៀតលឿនមែនតើហ្មងតែកៅអៅស្រីអត់តដឹងអីហងឥឡូវស្លៀកឈុតប្រុសវិញទៀតមកដល់ដៃខ្ញុំគឺដឹងតែឈុតប្រុសហើយនាំចេញទៅខាងក្រៅប្រឡប់កុំឲ្យគេងថ្ងៃសบายចិត្តមិនស្ទើរណាព្រោះឃើញកូនអត់ធ្វើទុកចង់ដេកសោះក្នុងចិត្តគិតណាឲ្យវិញដឹងតែយប់ឡើងដេកលក់ហើយព្រោះដើរលេងឲ្យឡើងពេញមួយថ្ងៃឯណាឲ្យឡើងភ្លេចគេងធម្មតានៅផ្ទះត្រូវបានគេងថ្ងៃម្ដងពីរដងហើយតែគ្រប់យ៉ាងផ្ទុយស្រឡះការគិតវាអត់ដូចការពិតគិតពីថ្ងៃថានឹងដេកពីក្បាលប្រឡប់ពេលជាក់ស្ដែងម៉ោង3ជាងបានព្រមដេកអំតាដេកណាថ្ងៃឡើងប្រឡប់អត់ឲ្យដេកហ្នឹងទៅយប់ឡើងម៉ោង3ជាងបានព្រមដេកនេះតែចាត់ទុកថាគ្រាន់បើជាងមុនណាតែចេះដេកម៉ោងនេះហ៎